បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំកណានឹងលើកយកនៅរូបចម្លាក់នៅក្នុងប្រាសាទអង្គរតូចយើងណាហ្នឹងហើយនៅខាងទិសខាងត្បូងបងប្អូនដែលធ្លាប់ទៅទស្សនាប្រហែលជាបានឃើញហើយអញ្ចឹងសាច់រឿងនៃទាំងចម្លាក់ពាក់ព័ន្ធជាមួយនឹងដំណើរជីវិតរបស់យើងគ្រប់គ្នាតាំងពីនៅរស់រហូតទៅដល់ពេលដែលយើងស្លាប់ហ្នឹងហើយនេះជារូបភាពណាចម្លាក់នៅជាងត្បូងនៃប្រាសាទអង្គរតូចបងប្អូនទៅបងប្អូនទស្សនាតាមនេះទៅឃើញហើយនេះគឺជាដំណើរជីវិតរបស់មនុស្សលោកយើងកាលនៅរស់ណាហ្នឹងហើយនេះហើយនៅរស់នោះវាមានសភាវៈល្អសភាវៈអាក្រក់នៅនេះតាមគ្នានឹងឯងតែរូបទាំងអស់នេះដែលយើងស្គាល់ថាជារូបព្រះបាទជ័យវរ្ម័នទី2នេះការភក្តីភាពការគោរពប៉ុន្តែអានេះបើយើងនិយាយអំពីសិទ្ធិធម៌គឺចង់ចោទបញ្ចាំងថាបុគ្គលដែលទាំងអស់នោះគឺជាបុគ្គលមួយបើយើងនិយាយតាមផ្លូវលោកយើងណាគឺជាបុគ្គលមួយដ៏អស្ចារ្យកំពុងតែចង្អុលបង្ហាញនឹងប្រាប់ការធ្វើសង្គ្រាមទាំងឡាយនេះការដណ្ដើមគ្នាទៅវិញទៅមកនេះហ្នឹងហើយអញ្ចឹងការដណ្ដើមគ្នាការធ្វើសឹកសង្គ្រាមទាំងឡាយនេះវានឹងធ្វើឲ្យយើងទាំងអស់គ្នាហ្នឹងមានមហន្តរាយតែធម្មតាការធ្វើសង្គ្រាមវាមិនដែលល្អទេហ្នឹងហើយចឹងហើយបានលោកចង្អុលបង្ហាញប្រាប់យើងថានោះនេះលទ្ធផលក្នុងការដែលយើងចេញទៅធ្វើសង្គ្រាមណាយើងនឹងជួបអ្វីខ្លះនៅពេលដែលយើងស្លាប់ទៅហើយចំណែកតួអង្គដែលជាសម្ដីនេះយើងគ្រប់គ្នាតែងតែស្គាល់ថាជាព្រះបាទជ័យវរ្ម័នទី2ដែលដឹកនាំទ័ពទៅធ្វើសង្គ្រាមជាមួយនឹងសត្រូវអញ្ចឹងណាហ្នឹងហើយអញ្ចឹងចាំមើលបន្តិចទៀតវានឹងដល់ទាំងមួយដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់មនុស្សយើងគ្រប់គ្នាដែលបានស្លាប់ទៅគឺស្លាប់មុនសច្ចធម៌កំណត់ហ្នឹងហើយយើងគ្រប់គ្នាត្រូវដឹងថាអាយុយើងគ្រប់គ្នាគឺអាយុ100ឡើងទៅគ្រប់ចំនួននៃសច្ចធម៌កំណត់មិនកើតមកមិនបានអីថតទៅវិញនឹងវិសាកម្មទេអត់ទេហ្នឹងហើយអញ្ចឹងនៅទាំងប្រាសាទខាងត្បូងនេះគឺចង់បញ្ជាក់ប្រាប់យើងច្បាស់ៗអំពីព្រលឹងពាក់ព័ន្ធជាមួយនឹងព្រលឹងហើយឋានណាគឺឋានទាំង3នឹងចន្លោះឋានទាំង3ដែលឋាននរកនោះគឺយើងហៅឋាននរកហ្នឹងហើយឋាននរកដែរគឺគ្រប់គ្រងដោយស្ដេចព្រះសាហ្នឹងហើយយើងនិយាយខាងជំនឿនេះខ្ញុំត្រូវដឹងថាមនុស្សអាក្រក់ការធ្វើទរណកម្មទៅលើអ្នកដទៃគឺវាសាហាវក្នុងណាស់អញ្ចឹងស្ដេចព្រះវេស្សវណ្ណទៀតទៅដល់ហ្នឹងទៅយើងបានឃើញរូបស្ដេចព្រះវេស្សវណ្ណទាំងកភ្លេចបងប្អូនណាដែលទៅទស្សនានៅប្រាសាទអង្គរតូចគេទៅដល់អញ្ចឹងត្បូងបងប្អូនទស្សនាតែទៅមើលនេះវាមានសពអស់វិញហើយហ្នឹងហើយអារូបនៅពីលើក្បាលនោះមានរូបមានរូបទីតុយមានរូបរូបញ្ញាណជាតិសាសន៍ហើយយើងសម្គាល់បច្ចុប្បន្នតែយើងគ្រប់គ្នាដឹងថាអូនេះថៃវិជាជនជាតិភាគតិចបន្តិចទៀតទៅក៏ឃើញអ្នកបួងសក់ទៅមានពុកមាត់វែងទៅយើងក៏ថាជនជាតិឥណ្ឌាអញ្ចឹងណាតែទាំងអស់នេះគេចង់បញ្ជាក់ឲ្យយើងស្គាល់អំពីលក្ខណៈនៃមនុស្សហ្នឹងហើយអាហ្នឹងមនុស្សទាំងអស់គ្នាដែរដែល
មានរូបចម្លាក់មួយចង្អុលបង្ហាញទៅយើងគាត់ថាប្របាទជ័យរ៉ូម៉ានទី2ហ្នឹងគាត់ចង្អុលប្រាប់យើងថានេះបើអ្នកឯងធ្វើសង្គ្រាមអញ្ចឹងគាត់និយាយប្រាប់អ្នកដែលស្ដាប់គាត់ឃើញមានអោបដៃនឹងគ្រូនោះមានន័យថាអត្ថន័យថាគឺស្មោះភក្តីភាពហ្នឹងលក្ខណៈអ្នកឯងទាំងអស់គ្នាធ្វើសង្គ្រាមចង់ទៅដណ្ដើមគ្នាទៅវិញទៅមកនោះអញ្ចឹងលទ្ធផលអ្នកឯងចុងក្រោយអ្នកឯងនឹងទទួលបានអ្វីតិចទៀតទៅដល់ទាំងនៃចម្លាក់ហ្នឹងខ្ញុំកណានឹងប្រាប់ទៅបងប្អូនទាំងគ្នាឲ្យដឹងចំណែកឯអ្នកផ្សេងគេស្ដាប់បានគេអត់ទៅទេយើងឃើញមានអ្នកខ្លះក៏ចុះទៅអ្នកខ្លះក៏នៅទៅអាចចំណុចកន្លែងហ្នឹងហើយដែលយើងគ្រប់គ្នាតែងតែគិតថាជាចំណុចដែលចុះពីភ្នំកលែនណាការធ្វើដំណើរទៅនឹងវាមានស្រីមានប្រុសអញ្ចឹងទៅណានេះរូបសំណាក់ដូចមនុស្សស្រីស្លៀកសំពត់មានសក់បែបនេះនោះអានេះយើងសន្មត់ឬមើលក៏យើងសន្និដ្ឋានថាជាជនជាតិភាគតិចការសម័យមុនចឹងហ្នឹងហើយនេះលទ្ធផលនេះឃើញលទ្ធផលអ្នកដែលបានធ្វើសឹកសង្គ្រាមនេះហើយនឹងអ្នកដែលមិនបានទៅអញ្ចឹងនៅកន្លែងនេះវាមាន3តំណាក់គឺ3ជាន់លើកណ្ដាលហើយនឹងខាងក្រោមណាអ្នកដែលគេគោរពតាមគឺគេឡើងទៅលើណាគេអត់ទៅធ្វើសង្គ្រាមទេអញ្ចឹងគេស្ដាប់ព្រះអង្គអញ្ចឹងអ្វីដែលគេទទួលបានគឺសុខមិនមានរឿងអីផលលំបាកនេះដែលអ្នកដែលមិនស្ដាប់ទេខាងក្រោមគេហ្នឹងមិនស្ដាប់ចំណែកអកដាលនេះគឺគេស្គាល់ពីអ្នកដែលនៅលើចក្រវាឡនេះខាងកណ្ដាលយើងក៏ព្រាកំពុងច្រឡំថាអូនេះឋានក្រោមមែនគឺជាឋាននរកគ្រប់គ្រងដោយដាច់ដោយសាច់អញ្ចឹងបងប្អូនទាំងអស់គ្នាចាំមើលអ្នកដែលធ្វើទរណកម្មនោះមុខស្អាតអត់មកស្អាតមិនមែនដោយសាច់ទេធម្មតាមនុស្សអាក្រក់បើយើងបើសិនណាបុព្វបុរសយើងលោកសាងមកជារូបតួអង្គស្អាតយើងមើលមិនដឹងថាមនុស្សអាក្រក់មិនដឹងថាពីសភាពវាអាក្រក់អញ្ចឹងតើលោកសាងមុខអាក្រក់នឹងគឺដៅនឹងសម្គាល់ថាជាសភាពវាមិនល្អហើយនេះឃើញ3ជាន់នេះអញ្ចឹងវាអាចចន្លោះចន្លោះនៃខាងកណ្ដាលនេះនេះថាអាប់ឡោះកណ្ដាលគេនេះហើយរូបនេះរូបដែលជីស្គូនេះបែងភាគរូបហ្នឹងគឺតំណាងឲ្យស្ដេចព្រះវេស្សវណ្ណបងប្អូនស្ដេចព្រះវេស្សវណ្ណមានខាងក្រោមមិននៅឋានរួចអត់គឺលោកគ្រប់គ្រងនេះចំណែកឯបលឹងទាំងឡាយដែលធ្លាក់ទៅនេះទេបងប្អូនទៅឃើញបបឡោះហ្នឹងទេអញ្ចឹងបានគេប្រាប់យើងថាកុំឲ្យធ្វើប្រហែសនេះធម្មៈរបស់យើងឃើញលោកទាំងអល់ប្រាប់ទេទាំងអស់ឯងទាំងអស់គ្នានេះបានធ្វើប្រហែសធម្មៈរបស់ខ្លួនទៅអំណាចនៃទីអាក្រក់នោះឲ្យទៅប្រព្រឹត្តធ្វើកណ្ដៅយកជីវិតយើងចាញ់យកគ្នាហ្នឹងលទ្ធផលហ្នឹងលោកចង្អុលឃើញវាធ្លាក់នៅក្នុងកណ្ដៅហើយចន្លោះឋានទាំង3ហ្នឹងហើយតែធ្លាក់ចូលក្នុងហ្នឹងហើយអត់មានថ្ងៃចាប់កំណើតចាប់បដិសន្ធិទេបងប្អូនទាំងចាំនេះគេបញ្ជាក់ច្បាស់ហ្នឹងការធ្វើទរណកម្មផ្សេងយ៉ាងសាហាវព្រៃផ្សេងដែលយើងមកឯងចន្លងថាគឺឋានក្រោមហើយយកដឹងថាឋាននរកនឹងអ្នកណាគ្រប់គ្រងឋាននរកគឺចន្លោះលោកទាំង3ហ្នឹងដែលគ្រប់គ្រងដោយអំណាចនៃពពួកស្ដេចដីសាយនេះឯងឃើញឃើញចិត្តឃើញអត្តរកម្មទៀតអញ្ចឹងបងប្អូនទៅផ្ទាល់
nó tập to hay bong ôn của đất mơ bạn sẽ bắt một này thì mà đâu có ca thoát thì video này rồi có bạn định để lươn thì em thì có nhưng mà bạn pin lên rồi thế cái bạn thay giờ sai sắp hiện rồi đi thế chầm bong ôn tập tối bong ôn tập tôi sẽ đây do làm gì hay là khơi nhiều vay để tam ca đây nhập cái nào tu tập năng hàng năng hàng cái chết đó là cái lấy nha đâm để cô đâm ấy pin khuôn pin ấy nó